Mình đã chào lẹ mưa cô rồi សូមមើលមុខតិចមកបេក្ខជនបាក់ដប់ណាខ្លះដែលទៅប្រឡងបាក់ដប់ហើយពី2026នេះឆ្នាំនេះគឺខ្ញុំមានប្អូនមួយដែរត្រូវប្រឡងបាក់ដប់ចាមានតែមួយហ្នឹងប្អូនបង្កើតខ្ញុំទាំងអស់គ្នាថ្ងៃខ្ញុំជូនគេទៅហ្នឹងគឺថ្ងៃប្រឡងថ្ងៃទី1ចាងើបទៅតាំងពីមេឃល្ងឹតតែម្ដងដោយសារតែសាលាដែលប្អូនខ្ញុំត្រូវប្រឡងហ្នឹងគឺរៀងឆ្ងាយពីផ្ទះខ្ញុំដែរអញ្ចឹងណាអញ្ចឹងទៅគឺប៉ែគាត់យកឡានជូនទៅហើយម្នាក់និយាយពីថាភ្នែកពេលខ្លះបើមិនទាន់រួចអ្នកអស់គ្នាអ្នកគេប្រឡងមិនសូវភ័យអ្នកជូនទៅប្រឡងមកហើយទៅណាអ្នកអស់គ្នាអត់សូវបានគេងបានតែប្រហែលម៉ោងទេថាតែ3ប្អូនស្រីអ្នកអស់គ្នាហើយខ្ញុំក៏មិនសូវចេះនិយាយស្វីតែពេលខ្លះនិយាយមើលវាពិបាកស្ដាប់គ្នាដែរហ្នឹងជូនទៅតាំងពីមេមិនទាន់បើកថ្ងៃស្រួលអញ្ចឹងបងអូនវាជួយប្រចាំងពើប្រចាំងអីអញ្ចឹងណារហូតដល់ជិះដល់កន្លែងសាលាប្រឡងហ្នឹងគឺមេរៀងភ្លឺអ្នកនរគ្នាហើយគេថាបេក្ខជនបាក់ដប់យើងគឺថាមានជាការតន្ទិញមេរៀនតាមឡានតែម្ដងទិញនឹងទិញមកអីអេសក្បាលទៅដូចអត់របៀបថាអត់យល់មេរៀនហ្មងអ្នកនរគ្នារបៀបអញ្ចឹងស្អីអីអ្នកនរគ្នាពេលនិយាយអញ្ចឹងមានអារម្មណ៍មួយថាមានលឿនខ្លាំងមែនតើណាខ្ញុំរងខ្ញុំមើលឃើញបងខ្ញុំនៅក្មេងខ្លាំងមែនតើដល់ពេលឥឡូវវាមកប្រឡងបាក់ដប់បាក់អីនេះអូយបងប្អូនអាចឃើញនៅក្នុងវីដេអូអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺថាខ្ញុំហើយជាមួយនឹងបងខ្ញុំមិនដែលចេះស្វីតចេះអីទេនិយាយគ្នាមកពិបាកស្ដាប់គ្នាអ្នកនរគ្នាវាយគ្នាតែញយទេប៉ុន្តែឥឡូវវាប្រឡងបាក់ដប់ប្រឡងអីនេះពេលបងខ្ញុំប្រឡងបាក់ដប់បាក់អីអញ្ចឹងទៅខ្ញុំមានអារម្មណ៍មួយថាអេអញឥឡូវដូចចាស់ជាងមុននេះមើលទៅពីជុំគេមកដល់កន្លែងមណ្ឌលប្រឡងហ្នឹងខ្ញុំក៏បានទៅអង្គុយចាំគាត់នៅកន្លែងចិត្តហ្នឹងអញ្ចឹងអ្នកនរគ្នាពួកថ្ងៃមកដំបូងគាត់ថាមានម៉ាតមានអីមានម៉ាតតែអីមកណាចាមកដល់ប៉បអត់មានម៉ាតអ្នកនរគ្នានៅមុខហ្នឹងគេមានហាងបាយប៉ុន្តែមានម៉ាតមានអីចូលអង្គុយអញ្ចឹងមានអង្គុយចាំគាត់នៅទៀមហ្នឹងឯងអ្នកនរគ្នាប៉ុន្តែអង្គុយក្តៅចាមានជាការនំគ្នារត់ទៅក្រៅកតេលនៅក្រៅដើមពុទ្រាណាណៃនោះតែជូនបងខ្ញុំទៅប្រឡងហ្នឹងនិយាយមែនអ្នកនរគ្នាទៅពេលហ្នឹងខ្ញុំដឹងទឹកចិត្តបងប្អូនខ្មែរយើងខ្លាំងមែនតើគឺថាអត់ដែរស្គាល់គ្នាណាប៉ុន្តែដោយសារមានបងគាត់ជូនកូនគាត់ទៅប្រឡងអ្នកខ្លះក៏ជូនប្អូនជូនក្មួយជូនអីទៅប្រឡងអញ្ចឹងណាហើយដល់ពេលគាត់ឃើញពួកខ្ញុំមានអីអង្គុយគាត់ហៅពួកខ្ញុំទៅអង្គុយទៅអីញ៉ាំអីជុំគ្នាយំទៅដូចអ្នកស្គាល់គ្នាយើងតែតាមពិតគឺអត់ដែរស្គាល់គ្នាពីមុនទេប៉ុន្តែគឺជាទឹកចិត្តបងប្អូនខ្មែរយើងអ្នកនរគ្នាគឺថាល្អខ្លាំងមែនតើខ្ញុំពិតជាអរគុណបងស្រីខ្លាំងមែនតើរយៈពេល3ម៉ោងក្រោយមកហ្នឹងក៏ដល់ម៉ោងដែលបងខ្ញុំក៏ត្រូវចេញពីប្រឡងអញ្ចឹងអ្នកនរគ្នាពេលហ្នឹងគឺថាគេបើកទ្វារក្រាក់ខ្ញុំអត់ដឹងមិនខ្ញុំមានអារម្មណ៍នឹកដល់ការយើងប្រឡងខ្លួនឯងហើយពេលហ្នឹងដល់អារម្មណ៍ភ័យអពេលឃើញបងប្អូនផ្សេងអ្នកកូនក្មួយគេចេញមកគេហក់កជ្រោលអ្នកខ្លះក៏សប្បាយចិត្តហើយពុកម្ដាយគាត់ចាំមើលគាត់អោបថើកូនខ្ញុំមានអារម្មណ៍មួយថាអូយឡើងចង់ខ្ញុំជំនួសគេឡើងចង់អូឡើងកហ្មងដល់ពេលហ្នឹងឃើញគេបើកទ្វារគេដើរចេញមកជ្រងច្រាំងខ្ញុំគាត់ថាអូយបងអញណាទេរត់ឃើញអញ្ចឹងហើយអស់គ្នាពេលគេចេញមកគេទៅស្ញាញ់គាត់អត់តណាដាក់ច្រោះយកចេះជប់តបមកយល់ហើយមើលពីវីដេអូកន្លែងនេះអ្នកនរគ្នាគិតថាមិនតែដោយពួកម៉ែអត់ចាងខ្ញុំថាកម្រគៀកកវាហ្មងអ្នកនរគ្នាតែថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាអត់ចង់គៀកកប្អូននៅពេលអញ្ចឹងមានអារម្មណ៍ថាយើងស្និទ្ធជាងមុនតែសុំតោតែនៅក្នុងវីដេអូនេះនិយាយរៀងអញហើយវាអីទៀតអ្នកនរគ្នាថាគៀកប្អូនខ្ញុំអញ្ចឹងទៅពេលខ្លះខ្ញុំចង់ប្រើភាសាធម្មជាតិខ្លះចាំប្អូនខ្ញុំនេះគាត់ថាមានគ្រប់រសជាតិតែម្ដងអ្នកនរគ្នាអង្គុយភ្លៀងអង្គុយក្រោមដើមពុទ្រាហ្នឹងឲ្យបាំងឆាត់ទៀតចាមានជាការបាំងឆាត់តែម្ដងខ្ញុំថ្ងៃនេះសំណាងឲ្យបានពេលអ្នកអាពូនបើនេះបានមកជួយស្ពីកាតាស្វីអីប្អូនខ្ញុំដើម្បីបានមកនៅជុំគ្នាអញ្ចឹងអ្នកនរគ្នាបើថាបើអត់ទេខ្ញុំនៅតែឯងម៉ងអង្គុយចាំប្អូនខ្ញុំមកដល់ម៉ោងចេញហ្នឹងមិនតបពីភ្លៀងរាំងហើយហ្នឹងគាត់ថាដល់ម៉ោងតែឈរចាំប្អូនខ្ញុំចេញម្ដងទៀតអ្នកនរគ្នាហើយនេះមកប្អូនខ្ញុំគេស្ពីកាតាដូចស្ទៀវឲ្យសក់ដូចស្ទៀវអញ្ចឹងណាប៉ុន្តែកុំលេងចាការងារផ្ទះគឺចេះមកចាប់ប្អូនបើខ្ញុំគឺថាល្អជាងគេតែម្ដងអត់ចេះខ្ជិលទេអ្នកនរគ្នាបើមួយក្នុងផ្ទះហ្នឹងប្រធានបទទីអ្នកនរគ្នាពួកអីនិយាយកំដរបងប្អូនខ្ញុំចេញពីប្រឡងដល់ពេលឥឡូវនេះគេចេញមកអ្នកនរគ្នាបើសរុបនៅថ្ងៃទី1នេះវិញខ្ញុំមិនបាច់ចាំសួរបងខ្ញុំថាប្រឡងធ្វើបានច្រើនអត់ទេមើលទឹកមុខឲ្យដឹងហើយទឹកមុខថ្ងៃទី1នេះគឺថាអាចធ្វើបានហើយបាត់មុខប៉ុណ្ណឹងបើថាមុខចេញមកវាថាធ្វើអត់តន់ឬក៏ធ្វើអត់អីមុខគ្មានអញ្ចឹងទេខ្ញុំបានជូនបងខ្ញុំទៅតែមួយថ្ងៃដល់ពេលថ្ងៃចុងក្រោយបានម៉ាក់ខ្ញុំជូនទៅអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចរងចាំទស្សនាណាថាតើនៅខែក្រោយនេះបងប្អូនទទួលបាននីតិអីដែរតើបានគិតរឿងនីតិសិនទេអ្នកនរគ្នាឥឡូវហ្នឹងគឺថាដល់ម៉ោងដែលគេត្រូវប្រយុទ្ធសិនហើយពីព្រោះតាំងពីព្រឹកមិញមកញ៉ាំបាយតើបានប៉ុន្មានទេឥឡូវចេញមកពីប្រឡងហ្នឹងគឺថាផ្សល់បាយមកកញ្ចប់អញ្ចឹងទៅទុកឲ្យគាត់ញ៉ាំទ្របពោះមកដល់ផ្ទះអញ្ចឹងណាពេលលេងសើចដល់ពេលឃ្លានអញ្ចឹងឯងក៏ដាក់ចូលអ្នកនរគ្នាបើរាល់ថ្ងៃវិញហៅញ៉ាំបាយចង់ញ៉ាំទេ